ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកទៀតហើយថ្ងៃនេះម្ហូបម្ជូរម្ដងបងប្អូនស្រស់ណាមានច្រើនមុខទៀតរសជាតិហ្នឹងគឺថាឆ្ងាញ់ហើយស្រួយខ្ញោកតែម្ដងបងប្អូនជំរាបសួរម្ដងទៀតណានេះបងប្អូនឃើញអត់មានស្វាយមានក្រូចមានប៉ែកក់មានពិលរសជាតិឆ្ងាញ់ណាបងប្អូនគឺថាអុយអ៊ូយតែម្ដងគឺថាអូយថ្ងៃនេះគឺថាឆ្ងាញ់មកហើយបងប្អូនមកហូបម្ជូរទាំងអស់គ្នាចឹងដឹងថារសជាតិរបស់គេនឹងឆ្ងាញ់ប៉ុណ្ណាអញ្ចឹងណានេះទឹកគ្រឿងរបស់គេទឹកគ្រឿងគឺថាអែមតែម្ដងហូបប៉ុណ្ណឹងគឺថាអូយពេញចិត្តរបស់នាងខ្ញុំតែម្ដងដឹកអញ្ចឹងណាបងប្អូនមកបងប្អូនយើងហូបទាំងអស់គ្នារសជាតិរបស់គេនឹងគឺថាអុយអ៊ូតែម្ដងមិនអាចបរិយាយបានណាបងប្អូនមិនចាជាមួយក្រូចចាច្រើនអញ្ចឹងមកណាបងប្អូនចាច្រើនអញ្ចឹងទៀតមករសជាតិគឺថាអុយអ៊ូយតែម្ដងហើយចឹងសាកជាមួយអំបិលបងប្អូនឆ្ងាញ់មែនតើគឺអែមមែនតើឆ្ងាញ់ណាស់បងប្អូនមួយថ្ងៃបើថាអត់បានហូបជូរទេគឺនៅអត់សុខតែម្ដងអញ្ចឹងមកហ្នឹងចាជួយនឹងប៉ែកក៏អញ្ចឹងចឹងឲ្យទៅបានមកជូនអញ្ចឹងគឺថាអែមហើយយើងទៅគ្រប់មុខទ្រាំបានទេហ្នឹងរសជាតិគឺថាអាចបាយបានហ្នឹងមិនតាំងឥឡូវដល់ពេលមកសាកជាមួយផ្លែនេះផ្លែស្មោះបងប្អូនស្គាល់អត់មានអ្នកស្គាល់អត់បងប្អូនអានេះផ្លែស្មោះបងប្អូនណាបាក់ខំអញ្ចឹងមកហើយណាបងប្អូនស្មោះហ្នឹងក៏ឆ្ងាញ់ដែរមិនតាមួយថ្ងៃឲ្យតែបានប៉ុណ្ណឹងអីគឺថា
ពេញចិត្តតែម្ដងមកជូរពីណាមិនចង់មែនអត់បងប្អូនអ្នកមើលហ្នឹងប្រកាសជាស្រក់ទឹកមាត់ហើយព្រោះឆ្ងាញ់ពេកឲ្យបងប្អូនពិសេសផ្លែស្មល់ហ្នឹងពេលខាំទៅគឺថាឡើងស្រួយខ្ញោកហើយឆ្ងាញ់ចិត្តបងប្អូនអញ្ចឹងបងប្អូនអាចហូបសាកមើលបានណាបងប្អូនគឺថាឆ្ងាញ់មែនតើនាងខ្ញុំថ្ងៃនេះគឺថាសប្បាយចិត្តមែនតើដោយសារតែបានហូបម្ជូរណាបងប្អូនស្រីយើងគឺថាចូលចិត្តខ្លាំងមែនតើម្ជូរហ្នឹងឲ្យតែបានគ្រប់មុខអញ្ចឹងមកគឺថាក្តីសុខខ្លាំង